របៀប unfriend មិត្តភ័ក្តិដែលអត់សូវលេងមួយគ្នានៅក្នុង Facebook ជាទូទៅនៅពេលដែលបងប្អូនផុសនៅក្នុង Facebook ហើយអត់សូវមានអ្នកមើលច្រើនដោយសារតែមានមិត្តភ័ក្តិអ្នកខ្លះក៏គាត់ខូច account អ្នកខ្លះគាត់លេង account ហ្នឹងអញ្ចឹងណាអញ្ចឹងធ្វើឲ្យ account Facebook ទាំងអស់ហ្នឹងគឺអត់ active នៅក្នុង Facebook ទេហើយមាន friend មួយយើងទៅពេលយើងផុសទៅវាអត់សូវមានអ្នកមើលដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើការ unfriend អ្នកដែលអត់សូវលេងមួយគ្នានៅក្នុង Facebook ចេញហើយ unfriend ម្ដងបានច្រើនអ្នកគឺបងប្អូនអាចតាមដានវីដេអូមួយនេះបានអញ្ចឹងបងប្អូនដែលមើលវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងបាទអញ្ចឹងដំបូងឡើយយើងចូលទៅកាន់ account Facebook យើងហើយយើងចូលមកកាន់ profile យើងមកបាទរួចហើយបងប្អូនអូសកន្លែង friend នេះបាទកន្លែង friend ហ្នឹងមានពាក្យថា see all នេះអញ្ចឹងបងប្អូនចុចកន្លែង see all នេះមកបាទបន្ទាប់មកទៀតគឺបងប្អូនឃើញកន្លែងនេះ manage បាទបងប្អូនចុចលើ manage ហ្នឹងមកបន្ទាប់មកទៀតគឺបងប្អូនចុចកន្លែងនេះ list interacted with បាទមានថាអ្នកអត់សូវលេងមួយគ្នាណាឬក៏គាត់ខូច account នឹងឯងអញ្ចឹងនៅក្នុងនេះគឺយើងមាន account 133នាក់ដែលគាត់អាចនឹងមានបញ្ហាទៅលើ account អញ្ចឹងទៅអញ្ចឹងបងប្អូនអាចចុចកន្លែងselect multiple នេះទៅហើយបងប្អូនចុច tick account Facebook ណាបងប្អូនចង់ធ្វើការ unfriend ទៅហើយបន្ទាប់មកបងប្អូនចុចកន្លែង unfriend នេះមកបាទឧទាហរណ៍ខ្ញុំទី1ទី2អញ្ចឹងឧទាហរណ៍ទេអញ្ចឹងបងប្អូនចុចហើយបងប្អូនចុច unfriend ទៅជាការស្រេចហើយបាទអញ្ចឹងយើងថយមកវិញមកជាការស្រេចអូខេបងប្អូនសម្រាប់វីដេអូមួយនេះខ្ញុំចង់ចែករំលែកបងប្អូនខ្លីៗប៉ុណ្ណឹងហើយកុំភ្លេចចុច like follow និងចែករំលែកផងសូមអរគុណ